នៅក្នុងព្រះរាជាណាចក្រកម្ពុជាវិស័យជលផលដើរតួនាទីសំខាន់និងជាស្នូលនៃកំណើនសេដ្ឋកិច្ចជាតិនិងសន្តិសុខស្បៀងផ្អែកលើធនធានជលផលដ៏សម្បូរបែបវិស័យជលផលក្រោយប្រមូលផលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍមុខមាត់ថ្មីកាន់តែប្រសើរគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល Catfish Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុបនិងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផលនិងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មមិនត្រឹមតែលើកកម្ពស់អនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារនៅកម្ពុជាគម្រោង Catfish Capture ក៏បានជួយគាំទ្រឲ្យសហគ្រាសជលផលក្នុងស្រុកបោះជំហានយ៉ាងឃ្លាវខ្លាចូលទៅកាន់ទីផ្សាររាល់កិច្ចប្រតិបត្តិការរបស់គម្រោងតែងប្រកាន់ខ្ជាប់នៅទស្សនៈទាន Gender និងបរិយាបន្នដោយធានាថាបុគ្គលគ្រប់រូបទទួលបានអត្ថប្រយោជន៍មិនទុកនរណាម្នាក់ចោលនិងរក្សានិរន្តរភាពរបស់វិស័យជលផលក្រោយប្រមូលផលប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដ៏រឹងមាំមួយពិតជាសំខាន់ណាស់ក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវការរបស់ទីផ្សារអន្តរជាតិគម្រោង Catfish Capture បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកែសម្រួលនិងតាក់តែងក្របខ័ណ្ឌច្បាប់សំខាន់ៗដូចជាការដាក់បញ្ចូលជំពូកថ្មីស្ដីពីការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅក្នុងច្បាប់ជលផលថ្មីរបស់កម្ពុជានិងកម្មវិធីជាតិត្រួតពិនិត្យសំណល់ឱសថវារីស័ព្ទនិងសារធាតុគីមីពុលក្នុងផលិតផលវារីវប្បកម្មយើងក៏បានបង្កើតអាជ្ញាធរមានសមត្ថកិច្ចដែលមានតំណែងចូលរួមមកពីស្ថាប័នចម្រុះរបស់រដ្ឋាភិបាលដើម្បីអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ CQS ឬនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជាជាប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់គុណភាពត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារនិងអនាម័យនិងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មផលិតផលជលផលបច្ចុប្បន្ននេះសហគ្រាសជលផលចំនួន17ទទួលបានវិញ្ញាបនបត្រ CQS ក្នុងការលើកកម្ពស់គុណភាពសុវត្ថិភាពផលិតផលនិងទំនួលខុសត្រូវផ្នែកបរិស្ថានព្រមទាំងសមភាព Gender និងការបង្ការពលកម្មកុមារក្នុងវិស័យជលផលក្រោយប្រមូលផលមានសហគ្រាសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាច្រើនទៀតនឹងទទួលបានវិញ្ញាបនបត្រ CQS ជាបន្តបន្ទាប់នាពេលខាងមុខសុវត្ថិភាពម្ហូបអាហារត្រូវការចាំបាច់នៅការវិភាគនិងត្រួតពិនិត្យពីមន្ទីរពិសោធន៍គម្រោង Catfish Capture ជួយគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍ដើម្បីធានាឲ្យប្រាកដថាផលិតផលជលផលអនុលោមតាមលក្ខណៈវិនិច្ឆ័យផ្នែកសុវត្ថិភាពម្ហូបអាហារបានល្អបំផុតវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ទទួលបានការទទួលស្គាល់គុណភាពសេវាកម្មមន្ទីរពិសោធន៍អន្តរជាតិ ISO IEC 17025គ្របដណ្ដប់លើប៉ារ៉ាម៉ែត្រសុវត្ថិភាពម្ហូបអាហារសំខាន់ៗចំនួន15ដើម្បីជួយពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្លូវការយើងបានបង្កើតប្រព័ន្ធអង្កេតដាន Digital ឬ Chemtrace ដែលជួយដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងខ្សែច្រវាក់តម្លៃជលផលបានកាន់តែប្រសើរចាប់តាំងពីកសិដ្ឋានឬទូកនេសាទរហូតដល់ការនាំចេញសហគ្រាសជលផលជាច្រើនកំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានបែបនវានុវត្តន៍នេះដែលជាការត្រួសត្រាយផ្លូវសម្រាប់យកទៅអនុវត្តកាន់តែទូលំទូលាយនៅក្នុងឧស្សាហកម្មម្ហូបអាហារអំឡុងពេលនៃការរាតត្បាតនៃជំងឺ COVID-19 គម្រោង Catfish Capture បានដាក់ឲ្យដំណើរការកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម VCIS FTS ដោយបានផ្ដល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុដល់សហគ្រាសចំនួន50ក្នុងនោះមានអាជីវកម្មដឹកនាំដោយស្ត្រីចំនួន39និងជនមានពិការភាពចំនួន3គម្រោង Catfish Capture ក៏បានផ្ដល់ជាសម្ភារៈបរិក្ខារដូចជាទូសម្ងួតពន្លឺព្រះអាទិត្យដែលមិនត្រឹមតែជួយសម្រួលឲ្យសហគ្រាសអាចបង្កើតផលិតភាពប៉ុណ្ណោះទេតែថែមទាំងអាចកែច្នៃផលិតផលដូចជាត្រីងៀតប្រកបដោយគុណភាពផងដែរលើពីនេះកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ ISF ត្រូវបានដាក់ឲ្យអនុវត្តដោយផ្ដោតលើសហគ្រាសប្រមាណជា200បន្ថែមទៀតក្រោមយន្តការហិរញ្ញវត្ថុកូនកាត់ដែលជាការវិនិយោគរួមពីកញ្ចប់ថវិកាគម្រោងប្រាក់កម្ចីនិងទុនវិនិយោគរបស់សហគ្រាសដើម្បីបង្កើនអនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារនិងចូលទៅទីផ្សារបានកាន់តែប្រសើរការស្រាវជ្រាវនិងនវានុវត្តន៍ដើរតួនាទីដ៏សំខាន់ក្នុងវិស័យជលផលថ្នាក់ស្រាវជ្រាវនវានុវត្តន៍និងបច្ចេកវិទ្យាអាហារលើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍដោយសហការផ្ទាល់ជាមួយសាកលវិទ្យាល័យដោះស្រាយបញ្ហាប្រឈមដែលសហគ្រាសជួបប្រទះតាមរយៈកិច្ចសហការនេះយើងផ្ដោតលើដំណោះស្រាយចាំបាច់សម្រាប់សហគ្រាសរាប់ទាំងការបង្កើតផលិតផលថ្មីដូចជាត្រីចំណិត Fish Jerky និងម្សៅត្រីជាលើកដំបូងបំផុតដែលមជ្ឈមណ្ឌលអភិវឌ្ឍការវេចខ្ចប់កម្ពុជា CPC ត្រូវបានបង្កើតឡើងនៅកម្ពុជាដោយដើរតួនាទីជាមជ្ឈមណ្ឌលផ្ដល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បំពេញតាមតម្រូវការរបស់ឧស្សាហកម្ម
តាមរយៈមជ្ឈមណ្ឌល CPC នេះអ្នកស្រាវជ្រាវនិងគ្រឹះស្ថានអប់រំអាចសហការជាមួយវិស័យឯកជនដើម្បីធានាបាននិរន្តរភាពនិងនវានុវត្តន៍ការផ្ដល់ភាពអង្អាចដល់ស្ត្រីក្នុងវិស័យជលផលជាមូលដ្ឋានគ្រឹះនៃបេសកកម្មរបស់យើងក្នុងឆ្នាំ2023គម្រោង Catfish Capture បានទទួលពានរង្វាន់សមភាព Gender ផ្អែកលើកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកយ៉ាងសំខាន់របស់គម្រោងក្នុងការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងវិស័យជលផល The first winner of this year's Gender Equality Mobilization Award. It is the team behind the Cambodia Program for Sustainable and Inclusive Growth in the Fisheries Sectors. គំនិតប្រួយផ្ដើមនិងសកម្មភាពទាំងនេះបាននឹងកំពុងរួមចំណែកបង្កើនផលិតកម្មនិងការប្រើប្រាស់ធនធានជលផលរបស់កម្ពុជាប្រកបដោយនិរន្តរភាពជំរុញកំណើនសេដ្ឋកិច្ចជាតិនិងតភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកនៅពិភពលោកទាំងមូលរួមគ្នាលើកស្ទួយវប្បធម៌នៃការអនុវត្តប្រកបដោយនិរន្តរភាពទាំងក្នុងព្រះរាជាណាចក្រកម្ពុជានិងក្នុងតំបន់ដោយអនុវត្តមេរៀនជោគជ័យរបស់គម្រោងក្នុងខ្សែច្រវាក់តម្លៃផលិតផលម្ហូបអាហារទាំងមូលនិងវិស័យផ្សេងទៀតចូលរួមក្នុងដំណើរផ្លាស់ប្ដូរដ៏មានអត្ថន័យនេះយើងអាចធ្វើបានសម្រាប់ព័ត៌មានបន្ថែមសូមអានប្រតិបត្តិព័ត៌មានរបស់គម្រោងដោយសេចក្តីរីករាយ